នេះអូលីវីរបស់យើងភ្ញាក់មក4:30 នាទីយើងភ្ញាក់បែបនេះជារៀងរាល់ថ្ងៃហូបចុកក៏ហូបមិនបានត្រឹមត្រូវឥឡូវធ្វើដំណើរមកដល់ហាងអូលីវីរបស់យើងក៏ទទួលសេចក្តីជូនដំណឹងមួយដែលក្នុងព័ត៌មាននៃក្រដាស់ជូនដំណឹងនោះបញ្ជាក់ប្រាប់ថាពេលនេះម្ចាស់បំណុលរបស់អូលីវីគឺទាមទារឲ្យនាងសងលុយយ៉ាងច្រើនទៅកាន់គាត់តែអូលីវីនៅតែធ្វើនំរបស់នាងតាមធម្មតាបាទបងអូនស្រីរបស់នាងនោះក៏បញ្ញាស្លៀកពាក់នោះទៅរៀនទៅសូត្រតែនាងមានឈ្មោះថាអេលីហើយសប្តាហ៍ថ្ងៃនេះអូលីវីរបស់យើងមានអ្នកជួយការងារនាងម្នាក់ដែលមានឈ្មោះថាម៉ាធីអូលីវីធ្វើការតាំងពីព្រឹករហូតដល់ល្ងាចក្រោយមកក៏ប្រទះឃើញបរិសុទ្ធសង្ហាពីរនាក់រួមជាមួយនឹងអង្គរៈនឹងចូលមករៀនដឹងស្រាប់ហើយបាទគឺជាព្រីច្បត់នីកូឡារបស់យើងរួមជាមួយនឹងសៃម៉ុនអូលីវីបានប្រាប់ហើយថាហាងរបស់នាងបានបិទទ្វារពេលដែលដើរមកប្រាប់រសែភ្នែករបស់នីកូឡារួមជាមួយនឹងអូលីវីក៏បានប៉ះគ្នាអារម្មណ៍ពិសេសក៏ចាប់ផ្ដើមឆេះតែម្ដងបាទមិនដែលជាអារម្មណ៍អ្វីនោះទេចំពោះអូលីវីនាងស្គាល់សៃម៉ុនច្បាស់ដោយសារតែសៃម៉ុនចូលចិត្តនំរបស់អូលីវីចំពោះនីកូឡារបស់យើងវិញបាទគាត់បែរជាចេញមកខុសប្លែកពីធម្មតាតែម្ដងអូលីវីក៏ខំគិតថានាងមានអារម្មណ៍ពិសេសជាមួយនឹងនីកូឡាប៉ុន្តែខ្ញុំមិនដឹងថានីកូឡានិយាយអ្វីនីកូឡាបែរជាចង់គេងជាមួយនឹងអូលីវីហើយឲ្យលុយនាង$10000និយាយទៅគឺចាត់ទុកអូលីវីរបស់យើងដូចជាស្រីរកស៊ីអញ្ចឹងពីព្រោះនីកូឡាគាត់ធ្លាប់ជួបមនុស្សដទៃផ្សេងទៀតតែងតែអញ្ចឹងហើយគាត់ត្រូវរៀងស្វឹងផងដោយសារតែគាត់ផឹកស្រាច្រើនឬសូនអញ្ចឹងភ្លាមអូលីវីឡើងលក្ខណៈនិយាយអត់ចេញនីកូឡាគាត់នៅតែព្យាយាមផ្លុតបច្ចេកទៀតគាត់ថាបើប៉ុណ្ណឹងតិចគាត់ឲ្យមកយក20000អូលីវីនាងកាន់តែហូរចិត្តនាងថាមកយក20000អត់ដែលស្គាល់គ្នាខ្ញុំមិនមែនជាស្រីរកស៊ីនោះទេខ្ញុំមានមុខរបររបស់ខ្ញុំទោះជាខ្ញុំត្រូវការលុយក៏ដោយក៏ខ្ញុំមានកិត្តិយសខ្ញុំដែរឥឡូវបើសិនជាគេជាមួយនីកូឡាមិនព្រមនីកូឡាដឹកទៀតគាត់សួរអូលីវីវិញថាឥឡូវតឹងតែថោក5000បានអត់អូលីវីនាងក៏សម្លឹងមើលមុខរបស់នីកូឡាហើយថាឲ្យបិទភ្នែកបិទអីអញ្ចឹងណាប៉ុន្តែអត់ទេអូលីវីក៏យកនំនោះបុកចំមុខរបស់នីកូឡាហើយដេញពួកគេទាំងពីរនាក់ចេញឲ្យលឿនបើមិនចង់បែកក្បាលលុះដល់ពេលឡើងសៃមករបស់យើងក៏បានអង្គុយចាំនីកូឡាផ្ទាល់បានប្រតិបត្តិយើងភ្ញាក់មកវិញគាត់ក៏ត្អូញត្អែថាយប់មិញដូចជាគាត់យល់សពញ៉ៃឈឺក្បាលណាគាត់ស្វឹងខ្លាំងហើយគាត់ក៏ថាគាត់ជួបមនុស្សស្រីម្នាក់ដូចជានិយាយអីមិនសមរម្យជាមួយនឹងនាងអីសៃបុនក៏ប្រាប់ថាមិនមែនយល់សពទេណាវាជារឿងពិតអញ្ចឹងនីកូឡាគាត់ក៏មានអារម្មណ៍ថាខុសគាត់ក៏បានមកដល់ហាងរបស់អូលីវីហើយធ្វើការសុំទោសអីអញ្ចឹងណាតែអូលីវីក៏និយាយថាអូមិនមានគោលបំណងនិយាយទេប៉ុន្តែពេលស្រវឹងនិយាយអញ្ចឹងបានសេចក្តីថាលោកគិតរឿងមិនល្អហើយស្រាប់ទៅហើយហ្នឹងនីកូឡាគាត់ក៏និយាយតាមត្រង់សារភាពវិញថាបើសិនជាគាត់អត់ស្រវឹងគឺគាត់មិនឲ្យតម្លៃប៉ុណ្ណឹងទេគាត់ឲ្យថ្លៃជាងនឹងហើយអញ្ចឹងអូលីវីនាងក៏អស់សំណើចយ៉ាងម៉េចហ្នឹងបើសុំទោសឬមួយក៏មកឌៀមតាមបន្ថែមតែយ៉ាងណាក៏ដោយអូលីវីក៏ទទួលអារម្មណ៍ថានីកូឡារបស់យើងគឺពិតជាសុំទោសចេញពីចិត្តមែនហើយនាងក៏សារភាពថាវាមិនខុសទេដែលលោកមកឃើញតែខ្ញុំត្រូវការលុយគឺខ្ញុំត្រូវការមែនអញ្ចឹងនីកូឡាគាត់ក៏សុំទោសវាគ្រាន់តែជាអារម្មណ៍របស់គាត់ហើយពេលដែលគាត់ស្វឹងគាត់ចេះតែនិយាយអីអញ្ចឹងណាបន្តមកនីកូឡារបស់យើងក៏សាប់តែណាត់អូលីវីរបស់យើងនឹងចង់ហៅនាងទៅផឹកកាហ្វេប៉ុន្តែអូលីវីនាងបដិសេធនាងអត់ចូលចិត្តកាហ្វេនោះទេទាំងនាងជាអ្នកលក់កាហ្វេនិយាយងាយយល់អូលីវីរបស់យើងគឺនាងអត់ចង់ខ្វាយខ្វល់ពីរឿងស្នេហាអ្វីឡើយក្នុងកំឡុងពេលនេះអញ្ចឹងនាងអត់ចង់ផ្ដល់ឱកាសឲ្យនីកូឡាបន្តមកទៀតឆ្កែរបស់អូលីវីនឹងក៏មកព្រុសព្រិចបត់នីកូឡាយើងមកតែព្រិចបត់គាត់ចេះគ្រប់គ្រងឆ្កែនិយាយទៅតិចឆ្កែស្ងាត់ហើយអង្គុយតាមអ្វីដែលគាត់ប្រាប់ទៀតអូលីវីឡើងភ្ញាក់ឲ្យព្រើតអញ្ចឹងនីកូឡាក៏ថានេះឯងខ្ញុំស្គាល់អំពីឆ្កែច្បាស់ចុះអ្នកនាងវិញអូលីវីក៏ថាអូអញ្ចឹងចាត់ទុកខ្ញុំជាឆ្កែដែរឬនីកូឡាថាអត់ទេគាត់អត់សុំទោសខ្ញុំអត់មានចង់ន័យអញ្ចឹងទេគឺខ្ញុំចង់អញ្ជើញអ្នកនាងទៅហូបអាហារល្ងាចជាមួយខ្ញុំអេលីក៏បន្តថាបងឯងនឹងអត់រៀនទេអូអេលីរបស់យើងគឺជាក្មេងស្រីតាមដាន social media គាត់តែនាងប្រទះឃើញមុខព្រិចបត់នីកូឡាភ្លាមនាងក៏សម្ដែងធ្វើជារំទុំមកហ៊ាននិយាយអីលឺទេហើយក៏លើឆ្កែរបស់នាងទៅក្នុងបន្ទប់វិញក្រោយមកអូលីវីថានឹងហើយចាំពេលក្រោយជួបគ្នាទៅចុះណាខ្ញុំត្រូវធ្វើការវិញហើយព្រិចបត់របស់យើងមកជាប្រពៃណីរបស់គាត់ទៅហើយគាត់ក៏បានថាប់ដៃអូលីវីហើយចាក់ចេញពីទីនោះឥឡូវអូលីវីដល់មកសម្រាប់ជួបអូនរបស់នាងអេលីក៏បានប្រាប់ថាបងអញដឹងបរិសង្ហាបាញ់មិញណាគេទេជាព្រិចបត់ណានៃអាណាចក្រផេមរូមកហើយគាត់ល្បីខ្លាំងណាស់អូលីវីថាអញ្ចឹងមកហើយបងស្មានថាពេញទំលើមកពីណាគ្មានដឹងខ្យល់អីមើលសុំឆែកមើលពីគាត់តិចមើលតែឯងកុំនិយាយលឺពេកប្រយ័ត្នភ្ញាក់លោកប៉ាណាព្រាមនោះឪពុករបស់អូលីវីក៏ចេញមកបានតែមើលទៅគាត់ដូចជាទៅផឹកស្រាសបងឲ្យភ្ញាក់អត់ទេហើយដល់ពេលយប់អូលីវីរបស់យើងក៏បានមើលពីប្រវត្តិរបស់ព្រិចបត់នីកូឡាឬក៏ប្រទះឃើញព្រិចបត់នីកូឡារបស់យើងបាត់បង់ព្រះបិតាតាំងពីក្មេងដែលធ្វើឲ្យនាងកាន់តែអាណិតព្រិចបត់នៅថ្ងៃបន្តទៀតព្រិចបត់របស់យើងក៏បានតុបតែងខ្លួនពាក់មួកដើម្បីមកជួបជាមួយនឹងអូលីវីនាងក៏សារភាពថាខ្ញុំដឹងរឿងពីប្អូនស្រីខ្ញុំហើយតាមពិតត្រង់គឺជាព្រិចបត់តែគាត់ថាព្រិចបត់អីកុំខ្វល់ឥឡូវគាត់មកទិញកាហ្វេហើយស្លៀកពាក់ដូចជាអ្នកនៅញូវយ៉កហុចលុយនឹងច្រឡំអែលដៃគេទៀតអូលីវីក៏សួរថាតើនាងគួរតែអោនរំតូនគ្រប់ឬមួយក៏អត់នេះគាត់ថាអូមិនបាច់ទេធ្វើតាមធម្មតាទៅកំឡុងពេលនោះម៉ាទីរបស់យើងគាត់ស្គាល់ព្រិចបត់នេះក៏ឡាដែរគាត់ឃើញព្រិចបត់ភ្លាមអូនថាជូនចាំងផងមើលមុខផងឡើងញ័រសាច់អូលីវីក៏ថាចុះព្រិចបត់ខែងត្រូវមានការងារច្រើនធ្វើអីព្រិចបត់ក៏ថានឹងហើយខ្ញុំមកអង្គុយនៅទីនេះថ្ងៃនេះអត់និយាយទេគាត់ថាត្រូវហើយមកអង្គុយទីនេះមួយថ្ងៃម៉ាទីនេះដោយសារតែធ្វើកញ្ចក់ហើយនេះអូលីវីអាយដលខ្ញុំណាស្អាតដល់ណាមើលផ្ទាល់អត់និយាយទេធ្វើកញ្ចក់ហើយព្រិចបត់ខ្លាចរត់ណាឥឡូវអង្គុយស្គាល់អត់នេះគេអូលីវីផងក៏សាប់តែភ្ញៀវម្នាក់បានដើរចូលមកនិយាយទាំងឆ្លើយថាខ្ញុំស្គាល់នេះអត់ខ្ញុំក៏មកឲ្យ50ហ្នឹងខ្ញុំ cancel ចោលហើយអូលីវីថាតែខ្ញុំធ្វើឲ្យ30ហើយយ៉ាងណាក៏ដោយអ្នកស្រីអាចបង់លុយថ្លៃនោះ30នឹងបានមួយក៏អត់អតិថិជននឹងឡើងឆ្លើយគាត់ថាគ្មានលិខិតស្នាម
ស្អីផងចង់ឲ្យយើង អាហ្នឹងរវល់មើលរឿងអត់និយាយច្រើនទេ គឺត្រូវខាត់ដូចទេដែរហើយក៏អត់ហ៊ានតទល់អីជាមួយគេដែរបន្ទាប់មកអូលីវីរបស់យើងក៏បង្ហាញអារម្មណ៍ថានាងពិតជាខ្មាស់អៀនដល់ប្រិយបុត្រនីកូឡាខ្លាំងមែនទែនហើយប្រិយបុត្រគាត់ក៏អត់ទាន់ហ៊ានធ្វើអីដែរបាទតោះរៀនបានយូរបន្តិចទៀតម្ចាស់បំណុលរបស់អូលីវីនោះក៏បានមកទីលុយពីអូលីវីសម្រត់គម្រាមនាងមកតំហឹងប៉ះពាល់លើខ្លួនរបស់នាងអីចឹងទៅចឹងប្រិយបុត្រនីកូឡាគាត់ក៏ចេញមកការពារគាត់ថាចេញភ្លាមលោកគ្មានសិទ្ធិធ្វើសកម្មភាពភ្លាវបែបនេះទេបើមិនចង់មានរឿងចេញឲ្យលឿនបាទយើងខ្លាចនីកូឡាដែរបាទបែបហ្នឹងក៏រត់ទៅហើយអូលីវីនាងបែរជាខឹងនាងនិយាយថានាងមិនត្រូវការប្រិយបុត្រសេះសល់ណាមកជួយឡើយនេះជាជីវិតរបស់នាងអញ្ចឹងបើអត់មានការងារអីទេចេញពីហាងនាងទៅឥឡូវចូលមកដល់ក្នុងឡានប្រិយបុត្រនីកូឡារបស់យើងគាត់មិនដែលមានអារម្មណ៍ពិបាកចិត្តបែបនេះទេគាត់ធ្លាប់តែថាបើគាត់ជួយនរណាឲ្យលុយនរណាគេដឹងតែសប្បាយចិត្តហេតុអ្វីក៏អូលីវីរបស់យើងបែរជាធ្វើបែបនេះទៅវិញបន្ទាប់មកអង្គរៈរបស់ប្រិយបុត្រម្នាក់នឹងគាត់សុំបញ្ចេញមតិប្រិយបុត្រគាត់ក៏ថានិយាយមកអីទេអង្គរៈក៏បញ្យល់ថាពេលខ្លះបើយើងស្រឡាញ់នរណាម្នាក់ហើយភាពអន់របស់យើងអ្នកខ្លះគឺគាត់អត់ហ៊ានបង្ហាញនោះទេពីព្រោះគាត់គិតថាអន់ប្រិយបុត្រនីកូឡាគាត់ក៏ព្យាយាមយល់ក្រោយមកទៀតគាត់ក៏មានការងារមកបណ្ដុលកុមារកំព្រាគាត់បរិច្ចាគលុយមួយចំនួនដើម្បីកុមារកំព្រាអញ្ចឹងទៅក៏ប្រទះឃើញក្មេងប្រុសម្នាក់យើងកំសត់អង្គុយតែឯងនិយាយឡើងក្មេងប្រុសថាហេវនំណាស់ខានហូបនំយូរអញ្ចឹងនីកូឡាគាត់គិតនឹកឃើញម៉ែគាត់ក៏នាំក្មេងៗកំពីទាំងអស់នោះមកហាងរបស់អូលីវីដើម្បីឲ្យហូបនំដែលអូលីវីធ្វើឲ្យរួច30នំហ្នឹងហ៎បាទនិយាយទៅបើយើងជួយនរណាម្នាក់គឺមិនជួយផ្ដល់លុយទាំងសុំទេបាទអ្នកខ្លះបើគាត់ជាមនុស្សល្អគឺគាត់ពិបាកទទួលយកមានអារម្មណ៍ថាមើលងាយគាត់ប៉ុន្តែបើសិនជាមានការដោះដូរយកនំហ្នឹងមកឲ្យក្មេងៗហូបអញ្ចឹងអូលីវីនាងក៏សប្បាយចិត្តហើយនាងក៏សុំទោសដល់ប្រជាបុត្រផងបើសិនជានាងធ្វើសកម្មភាពអីលើលួចអញ្ចឹងណាប្រជាបុត្រក៏នៅតែអញ្ជើញអូលីវីរបស់យើងមកទៅហូបអាហារងាយជាមួយនឹងទ្រង់អញ្ចឹងនេះអូលីវីនាងក៏យល់ព្រមបន្ទាប់មកអេលីរបស់យើងនឹងក៏បានជួយបងស្រីរបស់ខ្លួនស្លៀកពាក់មិនឲ្យស្អាតស័ក្តិសមជាមួយប្រិយបុត្រតែរកកៅអត់មានសោះប៉ុន្តែផ្លេចបានអាម៉ាធីរបស់យើងមកជំនាញរបស់គាត់ស្រាប់ហើយគាត់ប្រមូលឲ្យវាយវ៉ាន់គ្រឿង make up គ្រឿងសម្លៀកបំពាក់មកផ្សេងឥឡូវនេះអូលីវីតុបតែងខ្លួនដូចជាសាច់ស័ក្តិសមជាមួយប្រិយបុត្រមែនកំឡុងពេលហូបអីនោះពួកគេក៏ចាប់ផ្ដើមព្យាយាមសួរសំណួរពីគ្នាទៅវិញទៅមកអូលីវីក៏បានប្រាប់ពីប្រវត្តិរបស់នាងហាងនេះគឺនាងជាអ្នកគ្រប់គ្រងម្ដាយរបស់នាងបានស្លាប់បាត់បង់ជីវិតទៅហើយដោយសារតែត្រូវបានចោលផ្លត់ហើយអូលីវីក៏សារភាពផ្ទាល់ដែរថានាងបាន Google មើលប្រិយបុត្រនីកូឡាអញ្ចឹងដឹងពីប្រវត្តិប្រិយបុត្រខ្លះដែរជាពិសេសតាក់ទងនឹងពេលដែលព្រះបិតារបស់ទ្រង់ស្លាប់ហើយមនុស្សជាច្រើនក៏ប្រើកសែភ្នែកនឹងសម្លឹងមកកាន់ប្រិយបុត្ររួមជាមួយនឹង Henry ដែលជាបងប្អូនរបស់ប្រិយបុត្រនាងយល់ពីអារម្មណ៍នោះបាទប្រិយបុត្ររបស់យើងឬសូអូលីវីយល់អញ្ចឹងគាត់ក៏មានអារម្មណ៍ថាយេគាត់ពិតជាធូរស្រាលមែនទែនពេលដែលបាននិយាយជាមួយនឹងអូលីវីអូខេទាំងពីរនាក់ក៏បានសួរពីនេះសួរពីនោះសប្បាយហើយវាជាអារម្មណ៍មួយបាទដែលទាំងសងខាងគឺអត់ដែលជួបប្រទះតែម្ដងឥឡូវពេលដែលត្រឡប់មកដល់ផ្ទះរបស់អូលីវីវិញអង្គរៈរបស់ប្រិយបុត្រក៏ប្រទះឃើញប្រហែលជាជនអនាថាណាដេកតាមផ្លូវហើយចាំពួកគេដោះស្រាយប៉ុន្តែតោះតែចេញមកមើលគឺជាឪពុករបស់អូលីវីក៏ចាប់ផ្ដើមខ្មាស់ប្រិយបុត្រទៀតហើយនាងក៏ប្រាប់ឲ្យប្រិយបុត្រទៅផ្ទះវិញទៅប៉ុន្តែប្រិយបុត្រថាអត់អីទេចាំទ្រង់ជាអ្នកជួយលើកឪពុករបស់អូលីវីឡើងទៅផ្នែកខាងលើពេលដែលរៀបចំរួចអូលីវីក៏ស្នើសុំឲ្យប្រិយបុត្រចាក់ចេញពីផ្ទះរបស់នាងទៅហើយនាងក៏ចាប់ផ្ដើមហូរទឹកភ្នែកពីព្រោះនាងខ្មាស់ប្រិយបុត្រខ្លាំងណាស់នាងមានចំណុចអាក្រក់ជាច្រើនជាពាក់លុយគេគូដៅជីវិតមិនដឹងស្អីជាស្អីឪពុកស្រវឹងអត់ឈប់អត់ឈរតែប្រិយបុត្រក៏និយាយទៅវិញថាកុំគិតអញ្ចឹងអូលីវីជីវិតរបស់ខ្ញុំក៏អត់ល្អនោះដែរលោកយាយរបស់ខ្ញុំនិយាយជាមួយនឹងរូបលោកតារបស់ខ្ញុំបងប្អូនរបស់ខ្ញុំចេញពីទាហានហើយប៉ុន្តែអត់ត្រឡប់ទៅផ្ទះទេគាត់ក៏ប្រែទំនាក់ទំនងពីខ្ញុំចង់ប្រាប់នេះគឺចង់បង្ហាញទៅកាន់អូលីវីឯងថាទោះជីវិតខ្ញុំជាខ្សែរាជវង្សក៏ដោយក៏គ្រួសាររបស់ខ្ញុំមិនធម្មតាដែរមានបញ្ហាច្រើនដូចគ្នាហើយអូលីវីនឹងក៏និយាយអំពីឪពុករបស់នាងបន្ទាប់ពីម្ដាយរបស់នាងស្លាប់ឲ្យតែគាត់កំសត់គាត់ផឹកស្រាមវែងវាន់ស្មារតីដើរដួលតាមផ្លូវគាត់អត់និយាយចូលប្អូនសេរបស់ខ្ញុំព្រោះប្អូនរបស់ខ្ញុំដូចម្ដាយខ្ញុំពេកខ្ញុំស្អប់ការធ្វើនំណាស់ពីព្រោះធ្វើនំនៅឃើញដល់ម្ដាយរបស់ខ្ញុំនីកូឡាគាត់ក៏និយាយវិញដែរគាត់ក៏ស្អប់ការអន់នំតូនដែរមានតែហ៊ានទៅលះបង់ជីវិតជាច្រើនបានអន់នំតូនគាត់ក៏សួរខ្លួនឯងថាតើគាត់បានធ្វើអ្វីខ្លះបានជាត្រូវមនុស្សអស់ចាងមកគ្រប់គាត់អញ្ចឹងទាំងសងខាងទាំងប្រិយបុត្រនីកូឡារួមជាមួយនឹងអូលីវីគឺសិតតែមានចំណុចអាក្រក់របស់ពួកគេរៀងៗខ្លួនអញ្ចឹងវាដល់ចំណុចមួយដែលពួកគេគិតថាបើសិនជាពួកគេនៅក្បែរគ្នាមានអារម្មណ៍ល្អបែបនេះពួកគេទាំងពីរនាក់គួរតែចាប់ឱកាសនេះឲ្យបានល្អអញ្ចឹងហើយម៉ែស្នាមថប់ដំបូងរបស់ពួកគេក៏ចាប់ផ្ដើមកើតឡើងចាប់តាំងពីថ្ងៃនោះមកលោកមីកាក៏មានអារម្មណ៍ចម្លែកប្រិយបុត្ររបស់យើងនឹងយើងប្លែកចាតុបតែងផ្ទះរៀបចំនេះរៀបចំនោះគ្រីសនេះគ្រីសនោះកំណត់អីអញ្ចឹងណាអេលីរួមជាមួយនឹងម៉ាធីនេះវិញមកខំអោននឹងទូលប្រិយបុត្រនឹងថាគេគួរតែអោនក្រុមមិនអីមិនចឹងទៅចេះធ្វើម៉ាធីនេះវិញបានកាន់តែរបស់ប្រិយបុត្របានឡើងញ័រសាច់តែអេលីរបស់យើងនឹងនិយាយថាប្រិយបុត្រធ្លាប់ជួបហើយអ្នកមានមហាសេដ្ឋីល្បីល្បាញប៉ុន្តែបងស្រីរបស់ខ្ញុំជាមនុស្សល្អតែប្រិយបុត្រធ្វើអីមិនល្អចំពោះបងស្រីខ្ញុំខំមិនលែងទេហ្នឹងហើយប្រិយបុត្រគួរតែយល់ហើយបាទអញ្ចឹងពេលនេះប្រិយបុត្ររបស់យើងគឺអញ្ជើញអូលីវីរបស់យើងនឹងមកផ្ទះរបស់ទ្រង់ធ្វើម្ហូបសុកពួកគេទាំងពីរហ្នឹងហាក់ដូចជាមិនទេបាទអែលចុងអែលឡើងអញ្ចឹងប្រិយបុត្ររបស់យើងក៏បានដេញអង្គរៈរបស់គាត់ចេញពីទីនោះហើយក៏ផ្ដើមស្នេហ៍
តែម្ដងពីមួយថ្ងៃទៅមួយថ្ងៃពួកគេក៏មានអនុស្សាវរីយ៍ជាមួយគ្នាល្អទៅពេលខ្លះអូលីវីរបស់យើងក៏បានបង្រួបពីច្បុតរបស់យើងនឹងមកដើរកំសាន្តអញ្ចឹងណាប៉ុន្តែអត់អាចជិះឡានតញ៉ៃបានទេគឺលក្ខណៈតុបតែងខ្លួនជិះម៉ូតូទៅប៉ុន្តែខាងអង្គរៈខ្លាចបើសិនជាមានបញ្ហាអីចំពោះពីច្បុតពួកគេនឹងត្រូវបហាជីវិតអីអញ្ចឹងតែពីច្បុតថាកុំបារម្ភឥឡូវពីច្បុតក៏បានជិះម៉ូតូមកជាមួយនឹងអូលីវីដើរកំសាន្តនៅក្នុងសួនជាមួយគ្នាមានអនុស្សាវរីយ៍យ៉ាងច្រើនពេលខ្លះពីច្បុតរបស់យើងក៏មានការងាររបស់គាត់ត្រូវធ្វើអូលីវីក៏មានការងាររបស់នាងត្រូវធ្វើដូចគ្នាដែរអូលីវីមិនភ្លេចពីការមើលថែឪពុករបស់នាងដែលតែងតែស្វែងរកថ្ងៃនេះទេពេលខ្លះលើសសិនដេរឡាទៀតណាពីច្បុតមកជួយបោះជំនួសតែចាំមើលទៅដល់ចុងរឿងមើលថាដូចសិនដេរឡាប៉ិនឬមួយក៏យ៉ាងណាបាទនិយាយបន្តពពពីមាត់ផងនៅនេះត្រីមួយពីច្បុតរបស់យើងក៏បានសារភាពប្រាប់ទៅកាន់អូលីវីថាគាត់ចិត្តរៀបការហើយអូលីវីនាងឡើងក្អួតឈាមនាងថាមិនក៏ចង់អត់មាននិយាយអីសោះអញ្ចឹងតើខ្ញុំជាសហាយរបស់ចង់ឬមួយក៏យ៉ាងណាពីច្បុតថាអត់ទេខ្ញុំអត់ទាន់មានគូស្នេហ៍គូដណ្ដឹងអ្វីឡើយប៉ុន្តែគឺខ្ញុំទៅរៀបការហើយគូស្នេហ៍របស់ខ្ញុំគឺទៅតែជាអ្នកដែលមានតំណែងហើយនៅសល់ពេលតែប្រហែលខែទៀតទេប៉ុន្តែពេលដែលបងចូលទៅក្នុងហាងរបស់អូនជួបអូនភ្លាមបងមានអារម្មណ៍ថាបងចង់ចំណាយពេលដែលនៅសេសសល់របស់បងជាមួយអូនជាលើកចុងក្រោយបងមិនខឹងទេទូអូនថាបងឈួតអាត្មានិយមព្រឹកច្បុតភ្លើយ៉ាងម៉េចក៏ដោយតែចុងមកដល់ក្តៅនេះបងនឹងទៅរៀបការហើយតែពេលដែលធ្វើយើងភ្ញាក់ផ្អើលនោះអូលីវីនាងអត់ប្រកាន់ព្រឹកច្បុតទេហើយនាងក៏និយាយថានាងសុខចិត្តចំណាយពេលប្រហែលខែចុងក្រោយនេះជាមួយព្រឹកច្បុតដូចគ្នាបាទដឹងតែត្រូវបែកគ្នាអនាគតហើយនៅតែហ៊ានបន្ថយទៀតអ្នកខ្លះហ៊ានធ្វើអញ្ចឹងណាបន្តិចទៀតយើងប្រកាសជាយល់ពីមូលហេតុថាហេតុអ្វីបានជាពួកគេទាំងពីរនាក់ព្រមហ៊ានធ្វើបែបនេះ